ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចង់មកបង្ហាញបងប្អូនពាក់ព័ន្ធនឹងការប៉ានប៉ាក់អាវសបងប្អូនជាទូទៅកន្លែងបងប្អូនគឺមានទទួលកាត់សម្លៀកបំពាក់គ្រប់ម៉ូដបើសិនជាបងប្អូនមានតម្រូវការអាចធ្វើការកម្មង់បានដូចគ្នាផងដែរបើសិនជាបងប្អូនចង់ចេះចំណេះជំនាញពាក់ព័ន្ធនឹងវិស័យកាត់ដេរបងប្អូនអាចអាចចុចសញ្ញាតាកណ្ដឹងមឲ្យបងប្អូនម្នាក់មួយផងផ្លូវការរបស់ Enamel កាត់ដេ ជា រ ទូ ឬ ទៅ ក៏ បងប្អូន YouTube មុននឹងយើងប៉ានប៉ាក់ Ena យើងត្រូវ កាត់ដេរ រៀប ផងដែរ ទាំងអាវរបស់យើងនៅលើម៉ាឡាកាំងឲ្យបានរៀបរយដូចវីដេអូបងប្អូនបែបនេះសិនណាហើយយើងចាប់ផ្ដើមធ្វើការរៀបប៉ាក់របស់យើងនេះទៅតាមលំដាប់ឲ្យវាបានរៀបរយស្មើពីលើចុះមកក្រោមហើយបងប្អូនធ្វើការខ្ទាស់បញ្ចូលទៅតាមរាងអាវរបស់យើងដែលយើងបានប៉ាននៅលើម៉ាឡាកាំងបែបហ្នឹងបងប្អូនហើយបងប្អូនត្រូវតែសេរីរកកន្លែងដែលឲ្យសាច់ប៉ាក់ហ្នឹងនៅសល់ដើម្បីយើងធ្វើការជៀកវាគ្របពីលើអញ្ចឹងណាបងប្អូនដោយសារជាទូទៅបងប្អូនម៉ូដដែលយើងធ្វើគឺយើងដេរជាផ្ទាំងអាវរួចរាល់ហើយយើងយកមកដាក់នៅលើម៉ាឡាកាំងដើម្បីយើងប៉ានប៉ាក់បែបនេះមិនដូចពីមុនទេបងប្អូនបងដែលគាត់ធ្លាប់រៀនកាត់ដេរគឺគាត់ធ្លាប់ដឹងដោយសារតែឆ្លងកាត់ដូចគ្នាយើងពីមុនយើងត្រូវរៀបប៉ាក់តាមផ្ទាំងតែឥឡូវនេះក៏អត់ទេគឺយើងដេរផ្ទាំងអាវរួចរាល់ហើយទើបយើងប៉ានប៉ាក់ពីលើហើយយើងធ្វើការជៀកប៉ាក់ដើម្បីបិទពីលើយកវិញបងប្អូនដោយសារតែធ្វើបែបនេះវាងាយស្រួលហើយក៏បានស្អាតផងដែរបើសិនជាបងប្អូនមានមតិយោបល់អីបងប្អូនអាច comment នៅក្នុងវីដេអូនេះបានដោយសារតែបងប្អូនធ្វើវីដេអូនេះដើម្បីចែករំលែកតិចនិចខ្លះនឹងតិចតួចសម្រាប់បងដែលគាត់ទើបតែចាប់ផ្ដើមឬក៏គាត់ចង់ចេះនិងចង់ដេរពាក់ព័ន្ធនឹងវិស័យកាត់ដេរផងដែរហើយនៅមានវីដេអូជាច្រើនទៀតដែលខ្ញុំនឹងចាប់ផ្ដើមធ្វើជាប្រភេទវីដេអូបង្រៀនកាត់ដេរសម្រាប់បងដែលគាត់ស្រឡាញ់បងប្អូនអាចចូលមើល YouTube ហើយនឹងជួយចុចសញ្ញាកណ្ដឹងឲ្យបងប្អូនម្នាក់មួយផងណាបើសិនជាបងចង់បានម៉ូដសម្លៀកបំពាក់ស្អាតឬក៏ចង់កម្មង់អីបងប្អូនអាចឆាតចូល page Enamel កាត់ដេរដោយសារខាងបងប្អូនមានទទួលកាត់គ្រប់ម៉ូដសម្លៀកបំពាក់ទាំងអស់ហើយនឹងច្នៃជូនបងមានតម្រូវការឲ្យធ្វើការកម្មង់បានដូចគ្នាផងដែរហើយការប៉ានប៉ាក់បងប្អូនគឺខ្ញុំធ្វើការជៀកនៅចំណុចទ្រូងខាងក្រោមនេះណាបងប្អូនដោយសារតែសល់នៅចំណុចនេះគឺបងប្អូនធ្វើការយើងហៅថាប្រះពោះវាទៅដើម្បីគ្របវាឲ្យបានរៀបរយបន្តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនពីវិធីក្នុងការយើងជៀកនៅថ្ងៃនេះបងប្អូនធ្វើការជៀកនៅកន្លែងក្រោមទ្រូងដោយសារខ្ញុំជៀកនៅក្រោមទ្រូងតាមបន្តិចទេបងប្អូនណាបងប្អូនអាចធ្វើការជៀកបើសិនជាផ្ទាំងខាងក្រោមនៅសល់ធំពេកបងប្អូនជៀសចេញខ្លះទៅហើយយើងយកផ្ទាំងខាងមុខមកគ្របនៅផ្នែកចំហៀងវិញហើយយើងធ្វើម៉េចឲ្យវាបានរៀបរយបានស្អាតដើម្បីកុំឲ្យមានឃើញស្នាមឬក៏ធ្នេរអីវានៅសល់ចឹងណាបងប្អូនយើងត្រូវតែបិទហើយនឹងដេរឆិតវាយកមួយដើម្បីឲ្យសរសៃប៉ាក់របស់យើងនឹងវាកងពីលើគ្នាបានរៀបរយស្អាតអត់ឲ្យឃើញសល់ផ្នែកធំឬក៏កងពីលើគ្នាធំទេបងប្អូនយើងត្រូវតែរៀបចំឲ្យវាបានមានរបៀបរៀបរយដើម្បីផ្ទាំងអាវយើងមួយទៅមួយហ្នឹងវាឃើញបានស្អាតផងដែរសូមអធិស្ឋានបងប្អូនផងដែរដោយសារវីដេអូនេះវាអង្គុងពលឺហើយខ្ញុំឈរពីមុខយ៉ាងបាំងបងប្អូនតិចតែវីដេអូលើកក្រោយខ្ញុំនឹងបង្ហាញបងប្អូនឲ្យច្បាស់ជាងនេះពាក់ព័ន្ធនឹងការចាប់ម៉ូដនិងខ្ញុំគូសពុះបង្ហាញបងប្អូនជាក់ស្ដែងយកតែម្ដងដោយសារខ្ញុំមានវិធីក្នុងការបង្ហាញបងប្អូនជាច្រើន